នេះគឺជាទស្សនវិជ្ជាថ្ងៃរះនៅថ្ងៃលិចនៅលើភ្នំក្រោមសម្រាប់បងប្អូនដែលចូលចិត្តមើលថ្ងៃរះហើយនិងថ្ងៃលិចនៅប្រាសាទនេះទីតាំងនេះនឹងក្លាយទៅជាទីតាំងថ្មីរបស់បងប្អូនហើយរាប់ពី Pub Street ទៅតែ20នាទីទេបងប្អូនភ្ញាក់ពីព្រឹកម៉ោង5ធ្វើដំណើរទៅប្រហែល20នាទីយើងនឹងដល់ទីតាំងមួយដែលអាចមើលថ្ងៃរះបានយ៉ាងស្អាតខ្លាចត្រូវងើបលឿនហើយដើរយៈចង្ងាយឆ្ងាយទៀតដើម្បីបានមើលថ្ងៃរះនៅទីនេះអត់អញ្ចឹងទេបងប្អូនយើងជិះឡានជិះម៉ូតូតាំងពីកន្លែងយើងស្នាក់នៅទៅរហូតរយទៅដល់លើកំពូលភ្នំយកបដោយពេលដែលយើងទៅមើលថ្ងៃរះងាកទៅខាងស្ដាំដៃបឹងទន្លេសាបងាកទៅខាងឆ្វេងដៃទីក្រុងសៀមរាបនៅខាងមុខយើងថ្ងៃកំពុងរះអេមសាហាវយាយមេនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាសាកល្បងទៅមើលថ្ងៃរះនៅទីនឹងម្ដងទៅស្រូបយកខ្យល់បរិសុទ្ធនៃចំណូលទន្លេពីព្រលឹមមួយមើលខ្ញុំនឹងដាក់ទីតាំងមើលថ្ងៃរះនិងថ្ងៃលិចលើភ្នំក្រោមនៅក្នុងខមមិនឲ្យបងប្អូនទាំងអស់គ្នាមើលឡាយតែដាក់វីដេអូថ្ងៃរះភ្លេចដាក់វីដេអូថ្ងៃលិចនេះបងប្អូនហើយទស្សនវិជ្ជាពេលដែលយើងមើលថ្ងៃលិចស្អាតសាហាវហ្មងអង្គុយគុនមើលទេសភាពថ្ងៃលិចហើយនិយាយរឿងហុងចិត្តនិយាយមែនមួយជីវិតមានប៉ុន្មានដងវីដេអូនេះផ្ញើឲ្យបងប្អូនដែលចូលចិត្តមើលថ្ងៃរះថ្ងៃលិចទាំងអស់គ្នាអស់ហើយបាយបាយ